ថ្ងៃក្រោយទៅប្រកាសណាស់ Facebook របស់យើងសង្ឃឹមថាយើងនឹងអាចរកលុយតាម page តាម Facebook តាម page ឬក៏តាមក្រុមរបស់យើងបានហើយយើងមានវិធីសាស្ត្រជាច្រើនក្នុងការរកលុយតាម online តាម Facebook ហ្នឹងបងប្អូនក្រៅពីការធ្វើទីផ្សារបែប digital ហ្នឹងអញ្ចឹងហើយទើបយើងត្រូវតែត្រៀមឲ្យរួចរាល់ចាប់ពីពេលនេះតទៅអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាបងប្អូនតោះបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនយើងមកពិភាក្សាអំពីការបង្កើត Facebook ទាំងអស់គ្នាបងប្អូនអាចសួរថាកំពុងតែមើលតាម Facebook ហើយហេតុអ្វីក៏មកបង្កើត Facebook ទៀតបាទមកបង្កើត Facebook នៅទីនេះបងប្អូនគឺជា Facebook មួយដែលយើងបង្កើតត្រៀមធ្វើទីផ្សារបែប digital ក្នុងការលក់ online ឬក៏យើងអាចប្រើ Facebook របស់យើងក្នុងការរកលុយតែម្ដងបាទថ្ងៃក្រោយទៅប្រកាសណាស់ Facebook របស់យើងសង្ឃឹមថាយើងនឹងអាចរកលុយតាម page តាម Facebook តាម page ឬក៏តាមក្រុមរបស់យើងបានហើយយើងមានវិធីសាស្ត្រជាច្រើនក្នុងការរកលុយតាម online តាម Facebook ហ្នឹងបងប្អូនក្រៅពីការធ្វើទីផ្សារបែប digital ហ្នឹងអញ្ចឹងហើយទើបយើងត្រូវតែត្រៀមឲ្យរួចរាល់ចាប់ពីពេលនេះតទៅអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាបងប្អូនបាទឥឡូវនេះយើងចូលមកកាន់ app Facebook របស់យើងបងប្អូនសង្ឃឹមថាបងប្អូនមានរួចរាល់ហើយបងប្អូនកំពុងតែមើលតាម YouTube ហើយច្បាស់ជាមាន Facebook រួចរាល់ហើយដូចគ្នាបាទអញ្ចឹងយើងចូល app Facebook របស់យើងនៅទីនេះគឺជា Facebook ចាស់របស់យើងបងប្អូនយើងបានដំឡើងវារួចរាល់នៅក្នុងទូរស័ព្ទដៃរបស់យើងហើយយើងបានបង្កើតគណនី Facebook រួចរាល់ហើយដែរប៉ុន្តែអ្វីដែលយើងមកពិភាក្សានៅទីនេះគឺយើងបង្កើតថ្មីអញ្ចឹងយើងចុចនៅកន្លែងត្រេ3ខាងលើខាងស្ដាំដៃនេះបាទបន្តមកបងប្អូនអូសទៅលើឲ្យអស់ហើយបងប្អូនឃើញពាក្យចាកចាញ់ហេតុអីយើងត្រូវចាកចាញ់ដោយសារចាកចាញ់ពីគណនីចាស់របស់យើងគណនីដែលយើងកំពុងតែប្រើហើយយើងចូលទៅបង្កើតគណនីថ្មីបាទបន្ទាប់មកនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំនេះគឺយើងមានគណនីចំនួន3រួចហើយបងប្អូនគឺយើងមានន័យថាយើងមាន Facebook account ចំនួន3រួចរាល់ហើយខ្ញុំចង់បង្កើតថ្មីថែមមួយទៀតបាទអញ្ចឹងគណនីនេះគឺគណនីរបស់ខ្ញុំគណនីរបស់ប្អូនរបស់មិត្តភ័ក្តិហើយគណនីរបស់ក្រុមការងារដែលគាត់ឲ្យខ្ញុំជួយកាន់ជួយមើលជួយគ្រប់គ្រងឲ្យអញ្ចឹងទៅក៏យើងមានរួចរាល់ហើយឥឡូវនេះយើងចាប់តាមបង្កើតថ្មីទាំងអស់គ្នាយើងមកពិភាក្សាក្នុងការបង្កើតថ្មីទាំងអស់គ្នាបាទយើងចុចនៅត្រង់បង្កើតគណនីថ្មីមកដល់ត្រង់នេះគេឲ្យយើងបំពេញឈ្មោះបងប្អូនបាទនាមខ្លួនហើយនិងនាមត្រកូលបាទអញ្ចឹងយើងដាក់ឈ្មោះមកបងប្អូនអាចដាក់ជាភាសាខ្មែរក៏បានភាសាអង់គ្លេសក៏បានអញ្ចឹងខ្ញុំគិតថាខ្ញុំចង់ដាក់ជាភាសាអង់គ្លេសបងប្អូនបាទខ្ញុំដាក់ឲ្យដូចទៅនឹង Gmail ដែលខ្ញុំបានបង្កើតបាទខ្ញុំដាក់ Baku ខាងនេះខ្ញុំដាក់ KH បាទ KH Baku KH បន្ទាប់យើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតបងប្អូនបាទជ្រើសរើសថ្ងៃខែឆ្នាំកំណើតមកបងប្អូនគ្រាន់តែអូសអញ្ចឹងមកហើយឆ្នាំកំណើតបងប្អូនបាទបាទហើយយើងចុចបណ្ដុំបាទចុចបណ្ដុំបងប្អូនបាទចុចបណ្ដុំហើយយើងចុចពាក្យបន្ទាប់ហើយយើងជ្រើសរើសភេទបាទជ្រើសរើសភេទបាទខ្ញុំជ្រើសភេទប្រុសចុចបន្ទាប់មកបងប្អូននៅទីនេះគឺវាដាក់ឲ្យយើងភ្ជាប់ជាមួយនឹងលេខទូរស័ព្ទរួចរាល់មានន័យថានៅក្នុងទូរស័ព្ទយើងប្រើស៊ីមមួយណាយើងចុចបន្ទាប់ទៅគឺវាភ្ជាប់direct បាទវាភ្ជាប់ automatic វាភ្ជាប់ direct ទៅកាន់វាភ្ជាប់ដោយស្វ័យប្រវត្តិទៅកាន់លេខទូរស័ព្ទរបស់យើងតែម្ដងហេតុនេះហើយដែលបងប្អូនយើងមួយចំនួនលេខទូរស័ព្ទមកប្រព័ន្ធមាន Facebook 3 4នៅក្នុងនឹងហើយប្រើចាស់ប្រើឡើង Facebook យើងខូចបាត់អស់តែម្ដងដោយសារអីយើងអត់បានភ្ជាប់ជាមួយនឹង Facebook មួយលេខទូរស័ព្ទមួយឬក៏ Facebook មួយជាមួយនឹង email មួយយើងភ្ជាប់ច្បុកច្បល់ច្រឡុកច្រឡំគ្នាចោះឡើងទៅ Facebook មួយចំនួនត្រូវបានបាត់បាទឬក៏ Facebook មួយយើងភ្ជាប់3 4ច្រើនគណនីបាទច្រើនលេខទូរស័ព្ទច្រើនខ្សែអ៊ីមែលច្រើនប្រព័ន្ធច្រើនអ៊ីមែលច្រើនគណនីអ៊ីមែលវាធ្វើឲ្យ Facebook របស់យើងទៅជាមានបញ្ហាដូចគ្នាប៉ុន្តែនៅទីនេះបងប្អូនសម្រាប់ខ្ញុំអត់ភ្ជាប់ជាមួយនឹងលេខទូរស័ព្ទទេបាទខ្ញុំភ្ជាប់គណនី Facebook របស់ខ្ញុំមួយនេះជាមួយនឹងអ៊ីមែលដែលយើងបានបង្កើតថ្ងៃមុនអញ្ចឹងបងប្អូនយើងចុច
ចោះឈ្មោះប្រើតាម email បន្ទាប់មកបងប្អូនវាយ email របស់យើងបង្កើតថ្ងៃមុនហ្នឹងបងប្អូនបាទយើងបង្កើតថ្ងៃមុននេះរបស់ខ្ញុំ email ខ្ញុំ baku kh96@gmail.com ហើយយើងចុចបន្ទាប់ហើយបងប្អូនយើងវាយពាក្យសម្ងាត់នេះគឺជាពាក្យសម្ងាត់សម្រាប់ Facebook មិនមែនពាក្យសម្ងាត់សម្រាប់ email របស់យើងថ្ងៃមុននឹងទេណាបងប្អូនជាពាក្យសម្ងាត់សម្រាប់ Facebook របស់យើងអញ្ចឹងបងប្អូនវាយពាក្យសម្ងាត់សម្រាប់ Facebook របស់យើងថ្មីមួយទៀតបាទហើយពាក្យសម្ងាត់ទាំងនេះបងប្អូនវាយហើយត្រូវចាំខ្លួនឯងជាពាក្យសម្ងាត់មួយដែលរឹងមាំហ្នឹងគឺមានយ៉ាងតិច8ខ្ទង់បាទមានយ៉ាងតិច8ខ្ទង់មានលេខមានអក្សរមាននិមិត្តសញ្ញាហើយអក្សរហ្នឹងមានអក្សរតូចអក្សរធំលាយចម្រុះគ្នាបាទយ៉ាងតិចឲ្យបាន8ខ្ទង់ឡើងទៅជារឿងល្អហើយចំណាំខ្លួនយើងកុំឲ្យចែកចាយឲ្យអ្នកណាដឹងបាទពាក្យសម្ងាត់យើងបើគេដឹងគេងាយក្នុងការបើកយក Facebook របស់យើងគេដឹង email របស់យើងដឹងពាក្យសម្ងាត់របស់យើងងាយក្នុងការគេបើកយកណាបងប្អូនបាទអញ្ចឹងបងប្អូនចុចទៅបាទបាទឥឡូវពាក្យសម្ងាត់ខ្ញុំរួចរាល់ហើយបងប្អូនខ្ញុំចុចបន្ទាប់មកដល់ត្រង់នេះយើងចុចយកពាក្យយល់ព្រមបាទនេះវាបញ្ជាក់វាចង់ភ្ជាប់គណនី Facebook របស់យើងជាមួយនឹងលេខទូរស័ព្ទប៉ុន្តែយើងអត់ចង់ភ្ជាប់ជាមួយនឹងលេខទូរស័ព្ទទេបងប្អូនអញ្ចឹងយើងប្រើកូដជំនួសវិញបាទនៅពេលនេះក្រុមហ៊ុន Facebook នឹងផ្ញើលេខកូដចំនួន5ខ្ទង់ចូលទៅកាន់ email របស់យើងអញ្ចឹងយើងត្រូវត្រឡប់ទៅកាន់ email របស់យើងដើម្បីយកលេខកូដមកវាយបញ្ចូលនៅទីនេះអញ្ចឹងខ្ញុំចុចសញ្ញាត្រេក3ទៅនេះដើម្បីបដូរទៅកម្មវិធី Gmail វិញហើយខ្ញុំពោះរើមើល Gmail របស់ខ្ញុំអត់ទាន់ឃើញទេខ្ញុំចុចបិទអានេះខ្ញុំបើកមក Gmail ខ្ញុំទាញវាម្ដងនេះបងប្អូនលេខកូដ5ខ្ទង់ឃើញមកហើយ Facebook ផ្ញើមកវាដាក់ថាមួយជំហានទៀតដើម្បីចោះឈ្មោះបាទនេះវាសួរស្ដីយើងមកហើយសួស្ដីបាគូយើងបានជូនដំណឹងសំណើរបស់អ្នកដើម្បីបង្កើតគណនីមួយនេះជាលេខកូដបញ្ជាក់របស់អ្នកលេខកូដរបស់ខ្ញុំគឺមានប៉ុណ្នេះ561776បាទអញ្ចឹងខ្ញុំបដូរទៅកាន់ Facebook វិញបងប្អូន561776បញ្ជាក់ឡើងវិញបងប្អូនលេខកូដនេះអត់ដូចគ្នាទេលេខកូដដែលក្រុមហ៊ុន Facebook ផ្ញើមក Gmail របស់ខ្ញុំអាចថាផ្សេងនៅពេលដែលបងប្អូនបង្កើតលេខកូដអាចថាផ្សេងអត់ដូចគ្នាទេណាបងប្អូនតិចច្រឡំយកអាលេខកូដរបស់ខ្ញុំទៅវាយបញ្ចូលដែរគឺអត់បានទេបងប្អូនត្រូវបើកទៅកាន់ Gmail ខ្លួនឯងទៅកាន់ email ខ្លួនឯងដែលបងប្អូនបានបង្កើតហើយយកលេខកូដដែលក្រុមហ៊ុនផ្ញើទៅ email របស់បងប្អូនផ្ទាល់នឹងឯងមកវាយចូលនៅក្នុងគណនី Facebook ដែលបងប្អូនកំពុងតែបង្កើតមិនមែនយកលេខកូដរបស់ខ្ញុំដូចខ្ញុំនេះទៅដាក់ទេបាទបន្ទាប់ពីនឹងមកយើងចុចបន្ទាប់បាទមកដល់ត្រង់នេះគឺក្រុមហ៊ុន Facebook តម្រូវឲ្យយើងបញ្ចូលព័ត៌មានផ្ទាល់ខ្លួនហើយអ្វីដែលគេឲ្យបញ្ចូលមុនគេហ្នឹងគឺរូបថតបាទអញ្ចឹងខ្ញុំដាក់រូបថតមួយបាទខ្ញុំជ្រើសរើសរូបថតដាក់មួយបាទហើយខ្ញុំចុចយើងអាចកែសម្រួលទាញចោះទាញឡើងឲ្យរូបថតយើងនៅចំកណ្ដាលបន្តិចបានបងប្អូនបាទហើយខ្ញុំដាក់ប៉ុណ្នេះហើយខ្ញុំចុចរួចរាល់បន្ទាប់មកខ្ញុំចុចរួចរាល់ទៀត